នៅជាក្រុងមួយមានស្ថានីយរថយន្តក្រុងចាស់មួយដែលមនុស្សភាគច្រើនមិនសូវប្រើប្រាស់ទៀតឡើយអ្នកស្រុកនៅទីនោះតែងតែនិយាយខ្សឹបខ្សៀវអំពីរថយន្តក្រុងអាថ៌កំបាំងមួយគេហៅវាថារថយន្តក្រុងអាធ្រាត្រគ្មាននរណាដឹងថាវាចេញពីណាគ្មាននរណាដឹងថាវាទៅដល់ទីណាប៉ុន្តែអ្នកដែលបានឡើងជិះវាមិនដែលត្រឡប់មកវិញឡើយនៅយប់មួយបុរសវ័យ28ឆ្នាំម្នាក់ឈ្មោះសុវណ្ណបានបញ្ចប់ការងារយឺតជាងធម្មតាម៉ោង7:12កណ្ដាលអាធ្រាត្រភ្លៀងធ្លាក់ស្រិចផ្លូវទាំងអស់ស្ងាត់ជ្រងំសុវណ្ណឈររង់ចាំរថយន្តក្រុងដើម្បីត្រឡប់ទៅផ្ទះគាត់រង់ចាំជិតកន្លះម៉ោងតែមិនឃើញរថយន្តណាមួយឡើយរំពេចនោះមានពន្លឺពីចម្ងាយបញ្ចេញមកតាមភ្លើងងងឹតរថយន្តក្រុងចាស់ពណ៌ខ្មៅមួយកំពុងបើកមកយឺតវាមើលទៅចាស់ខ្លាំងកញ្ចក់មានស្នាមប្រេះថ្នាំលាបរបកហើយលេខខាងមុខសរសេរថា13សុវណ្ណមិនធ្លាប់ឃើញខ្សែរថយន្តលេខនេះពីមុនទេប៉ុន្តែដោយគ្មានជម្រើសគាត់ក៏ឡើងជិះទ្វាររថយន្តបើកដោយខ្លួនឯងស្រឹកសំឡេងនោះធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលពេលឡើងចូលទៅក្នុងរថយន្តគាត់ឃើញអ្នកដំណើរប្រហែល10នាក់ពួកគេអង្គុយស្ងៀមទាំងអស់គ្មានអ្នកណានិយាយគ្មានអ្នកណាមើលទូរស័ព្ទគ្មានអ្នកណាសើចគ្រប់គ្នាគ្រាន់តែសម្លឹងទៅខាងមុខដោយមុខស្លេកស្លាំងសុវណ្ណជ្រើសរើសកៅអីនៅជួរកណ្ដាលរថយន្តចាប់ផ្ដើមចេញដំណើរបន្ទាប់ពីជិះបានបន្តិចសុវណ្ណចាប់អារម្មណ៍ថាផ្លូវដែលរថយន្តកំពុងបើកមិនមែនជាផ្លូវធម្មតាទេគាត់មិនដែលឃើញវាពីមុនឡើយនៅខាងក្រោយបង្អួចមានតែព្រៃងងឹតគ្មានផ្ទះគ្មានហាងគ្មានភ្លើងបំភ្លឺគ្មានមនុស្សគាត់កាន់តែមានអារម្មណ៍ចម្លែកសុវណ្ណដើរទៅសួរអ្នកបើកបរបងរថយន្តនេះទៅណាអ្នកបើកបរមិនឆ្លើយគាត់គ្រាន់តែបន្តបើកសុវណ្ណសួរម្ដងទៀតបងលឺខ្ញុំទេនៅពេលនោះអ្នកបើកបរងាកមុខមកយឺតសុវណ្ណស្ទើរតែស្រែកមុខរបស់បុរសនោះស្លេកដូចសាកសពភ្នែកសទៅទេគ្មានព្រឹស្រីភ្នែកហើយបបូរមាត់មានស្នាមញញឹមចម្លែកអ្នកឡើងខុសរថយន្តហើយសំឡេងនោះស្អកដូចមនុស្សដែលស្លាប់យូរឆ្នាំសុវណ្ណថយក្រោយភ្លាមគាត់ប្រញាប់ដើរទៅអង្គុយវិញបេះដូងលោតញាប់គាត់ព្យាយាមទូរស័ព្ទទៅមិត្តភក្តិប៉ុន្តែគ្មានសេវាទូរស័ព្ទគាត់បើក GPS គ្មានទីតាំងអេក្រង់បង្ហាញតែពណ៌ខ្មៅនៅពេលនោះស្ត្រីចំណាស់ម្នាក់ដែលអង្គុយជិតគាត់បាននិយាយកុំសួរអ្វីច្រើនសុវណ្ណភ្ញាក់ផ្អើលម៉ែដឹងអ្វីអំពីរថយន្តនេះស្ត្រីចំណាស់មើលមុខគាត់ភ្នែករបស់នាងពោពេញដោយការភ័យខ្លាចអ្នកនៅមានជីវិតមានន័យថាម៉េចអ្នកផ្សេងនៅទីនេះមិនមែនទេសុវណ្ណសម្លឹងមើលអ្នកដំណើរផ្សេងលើកនេះគាត់ចាប់អារម្មណ៍ឃើញអ្វីមួយអ្នកដំណើរម្នាក់មានស្នាមឈាមលើក្បាលម្នាក់ទៀតសម្លៀកបំពាក់រហែកម្នាក់ទៀតដៃខូចដូចអ្នកជួបគ្រោះថ្នាក់គ្រប់គ្នាមើលទៅដូចមនុស្សដែលបានស្លាប់ក្នុងគ្រោះថ្នាក់សុវណ្ណមានអារម្មណ៍ត្រជាក់ស្រាវពេញខ្លួនភ្លាមនោះរថយន្តឈប់នៅស្ថានីយ៍មួយនៅខាងក្រោយមានផ្លាកចាស់មួយសរសេរថា
ស្ថានីយ៍អ្នកភ្លេចខ្លួនទ្វារបើកមានអ្នកដំណើរ3នាក់ចុះទៅពួកគេដើរចូលក្នុងអបសហើយបាត់ខ្លួនសុវណ្ណចង់រត់ចេញប៉ុន្តែស្ត្រីចំណាស់ចាប់ដៃគាត់ជាប់កុំចុះហេតុអីអ្នកដែលចុះនៅកន្លែងខុសនឹងមិនអាចត្រឡប់មកវិញបានទេរថយន្តបន្តដំណើរពេលនេះល្បឿនកាន់តែលឿនខាងក្រៅបង្អួតចាប់ផ្ដើមបង្ហាញរូបភាពចម្លែកសុវណ្ណឃើញមនុស្សជាច្រើនឈរតាមផ្លូវពួកគេស្លៀកពណ៌សមុខស្លេកភ្នែកខ្មៅងងឹតពួកគេកំពុងសម្លឹងមករថយន្តហាក់ដូចជាកំពុងរងចាំអ្វីមួយយ៉ាងរំពេចនោះទូរស័ព្ទរបស់សុវណ្ណញ័រមានសារមួយបង្ហាញឡើងកុំឲ្យរថយន្តទៅដល់ស្ថានីយ៍ចុងក្រោយសុវណ្ណសម្លឹងអេក្រង់ទាំងភ័យគាត់ព្យាយាមមើលលេខអ្នកផ្ញើប៉ុន្តែគ្មានលេខមានតែពាក្យមួយប៉ុណ្ណោះអ្នកដំណើរចុងក្រោយនៅពេលនោះភ្លើងក្នុងរថយន្តបានរលត់ទាំងអស់ភាពងងឹតគ្របដណ្ដប់ពេញរថយន្តហើយសំឡេងខ្សឹបរាប់សិបបានបន្លឺឡើងជុំវិញគាត់វាដល់ពេលហើយស្ថានីយ៍ចុងក្រោយអ្នកថ្មីម្នាក់មកដល់ហើយសុវណ្ណរឹងខ្លួនព្រោះនៅខាងមុខរថយន្តមានផ្លាកធំមួយលេចឡើងក្នុងអបស្ថានីយ៍ចុងក្រោយហើយទ្វាររថយន្តកំពុងបើកយឺតអបពណ៌សក្រាស់បានហូរចូលមកក្នុងរថយន្តសុវណ្ណអង្គុយស្ងៀមបេះដូងរបស់គាត់លោតខ្លាំងរហូតស្ទើរតែដាច់ដង្ហើមនៅខាងក្រៅមានផ្លាកធំមួយសរសេរថាស្ថានីយ៍ចុងក្រោយអ្នកដំណើរទាំងអស់បានក្រោកឈរឡើងក្នុងពេលតែមួយគ្មាននរណាម្នាក់និយាយគ្មាននរណាម្នាក់បញ្ចេញសំឡេងពួកគេគ្រាន់តែដើរចេញពីរថយន្តយឺតសុវណ្ណសង្កេតឃើញថាពេលអ្នកដំណើរនីមួយដើរចូលទៅក្នុងអបរាងកាយរបស់ពួកគេចាប់ដើមរលាយបាត់ដូចជាផ្សែងដូចជាវិញ្ញាណស្ត្រីចំណាស់ដែលអង្គុយក្បែរគាត់ងាកមកអ្នកត្រូវចេញពីទីនេះមុនពេលយឺតពេលតើខ្ញុំត្រូវធ្វើដូចម្ដេចអ្នកមិនមែនជាមនុស្សដែលត្រូវមកទីនេះទេចុះហេតុអីខ្ញុំឡើងរថយន្តនេះបានស្ត្រីចំណាស់ស្ងាត់មួយសន្ទុះព្រោះយប់នេះអ្នកស្ថិតនៅចន្លោះជីវិតនិងសេចក្តីស្លាប់សុវណ្ណស្លៀកមុខមានន័យថាម៉េចសាកសពរបស់អ្នកកំពុងដេកនៅមន្ទីរពេទ្យរំពេចនោះរូបភាពចម្លែកបានលេចឡើងក្នុងខួរក្បាលរបស់សុវណ្ណគាត់ចងចាំបានថាមុនពេលមកដល់ចំណតឡានក្រុងគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍តូចមួយរថយន្តមួយបានបុកគាត់បន្ទាប់មកអ្វីក៏ងងឹតសូន្យខ្ញុំស្លាប់ហើយឬស្ត្រីចំណាស់គ្រវីក្បាលនៅមិនទាន់ទេប៉ុន្តែបើរថយន្តនេះទៅដល់គោលដៅចុងក្រោយអ្នកនឹងមិនអាចត្រឡប់ទៅវិញបានទេសុវណ្ណចាប់ផ្ដើមភ័យខ្លាំងខ្ញុំត្រូវធ្វើអ្វីស្ត្រីចំណាស់ចង្អុលទៅខាងមុខទៅរកអ្នកបើកបរសុវណ្ណរត់ទៅខាងមុខរថយន្តអ្នកបើកបរនៅតែអង្គុយស្ងៀមមុខស្លេកភ្នែកសទទេសូមឲ្យខ្ញុំចុះទៅវិញអ្នកបើកបរមិនឆ្លើយសុវណ្ណស្រែកម្ដងទៀតខ្ញុំមិនមែនជាអ្នកស្លាប់ទេពីនោះអ្នកបើកបរបានញញឹមយឺតមនុស្សគ្រប់គ្នានិយាយបែបនេះតែខ្ញុំនៅរស់
អ្នកបើកបងើបឈរឡើងគាត់ខ្ពស់ខ្លាំងខ្ពស់ជាងមនុស្សធម្មតាស្រមោលរបស់គាត់គ្របដណ្ដប់ពេញរថយន្តបើអ្នកចង់ត្រឡប់ទៅវិញអ្នកត្រូវរកអ្នកដំណើរចុងក្រោយឲ្យឃើញភ្លាមនោះទ្វាររថយន្តបានបិទរថយន្តចាប់ផ្ដើមរត់ម្ដងទៀតលឿនជាងមុនខាងក្រោយបង្អួចមានតែអបនិងភាពងងឹតសុវណ្ណចាប់ផ្ដើមស្វែងរកគាត់ដើរឆ្លងកាត់កៅអីមួយអ្នកដំណើរជាច្រើនបាត់ខ្លួនអស់ហើយនៅសល់តែមនុស្សប៉ុន្មាននាក់រំពេចនោះគាត់ឃើញក្មេងប្រុសម្នាក់អង្គុយនៅជួរក្រោយក្មេងនោះមើលទៅអាយុប្រហែល10ឆ្នាំស្លៀកសម្លៀកបំពាក់សាលាក្មួយអង្គុយនៅទីនេះម្នាក់ឯងមែនក្មេងនោះងើបមុខឡើងភ្នែកពូពេញដោយទឹកភ្នែកខ្ញុំរកផ្លូវទៅផ្ទះមិនឃើញទេឈ្មោះអ្វីរិទ្ធសុវណ្ណអង្គុយក្បែរក្មួយឡើងរថយន្តនេះយ៉ាងម៉េចខ្ញុំបានបង្វែងផ្លូវបន្ទាប់មករថយន្តនេះក៏មកដល់រំពេចនោះសុវណ្ណបានឃើញស្លាកឈ្មោះនៅលើអាវសាលារបស់ក្មេងមានកាលបរិច្ឆេទមួយជាឆ្នាំ2008សុវណ្ណត្រជាក់ស្រាវពេញខ្លួនក្មេងនេះបានបាត់ខ្លួនជាច្រើនឆ្នាំមកហើយភ្លាមទូរស័ព្ទរបស់សុវណ្ណបានភ្លឺឡើងសារថ្មីមួយបានបង្ហាញអ្នកដំណើរចុងក្រោយមិនមែនជាវិញ្ញាណទេសុវណ្ណសម្លឹងមើលជុំវិញភ្លាមនោះគាត់យល់អ្នកដំណើរចុងក្រោយគឺជាគាត់ផ្ទាល់គាត់ជាមនុស្សរស់តែម្នាក់គត់នៅលើរថយន្តនេះរថយន្តចាប់ផ្ដើមញ័រខ្លាំងសំឡេងស្រែករាប់សិបបានឮឡើងជុំវិញអោបខ្មៅហូរជូលតាមបង្អួចអ្នកបើកបរបន្លឺសំឡេងដ៏គួរឲ្យខ្លាចយើងមកដល់ហើយនៅខាងមុខមានជ្រកទ្វារយក្សមួយខ្មៅងងឹតហាក់ដូចជាគ្មានទីបញ្ចប់វិញ្ញាណជាច្រើនកំពុងដើរចូលទៅក្នុងនោះសុវណ្ណដឹងថាបើគាត់ឆ្លងកាត់ទ្វារនោះអ្វីនឹងចប់ជារៀងរហូតគាត់រត់ទៅកាន់ទ្វាររថយន្តតែទ្វារចុះផ្សោអ្នកបើកបរសើចយឺតពេលហើយសុវណ្ណបិទភ្នែកគាត់នឹកដល់គ្រួសារនឹកដល់ម្ដាយនឹកដល់ជីវិតដែលមិនទាន់រស់បានគ្រប់គ្រាន់ហើយគាត់ស្រែកអស់ពីកម្លាំងខ្ញុំចង់រស់ភ្លាមនោះពន្លឺសភ្លឺខ្លាំងមួយបានបាញ់ចូលមកក្នុងរថយន្តអ្វីចាប់ដើមបែកខ្ទេចអោបរលាយសំឡេងវិញ្ញាណបាត់រថយន្តចាប់ដើមរលាយដូចផ្សែងអ្នកបើកបរស្រែកដោយកំហឹងទេសុវណ្ណបើកភ្នែកឡើងគាត់កំពុងដេកលើគ្រែមន្ទីរពេទ្យសំឡេងម៉ាស៊ីនពេទ្យលាន់ឮជុំវិញម្ដាយរបស់គាត់កំពុងយំដោយសប្បាយចិត្តកូនភ្ញាក់ហើយវេជ្ជបណ្ឌិតរត់ចូលមកអភូតហេតុណាស់បេះដូងគាត់ឈប់មួយរយៈប៉ុន្តែគាត់បានត្រឡប់មកវិញសុវណ្ណសម្លឹងទៅក្រៅបង្អួចព្រះអាទិត្យកំពុងរះមួយសប្តាហ៍ក្រោយមកគាត់បានចេញពីមន្ទីរពេទ្យជីវិតហាក់ដូចជាវិលមកធម្មតាវិញប៉ុន្តែនៅយប់មួយពេលកំពុងដើរកាត់ចំណតឡានក្រុងចាស់គាត់បានឃើញផ្លាកចាស់មួយសរសេរថាខ្សែរថយន្តលេខ13ហើយនៅពីចម្ងាយរថយន្តក្រុងពណ៌ខ្មៅមួយកំពុងបើកយឺតចូលមកតាមកញ្ចក់រថយន្ត
គាត់ឃើញស្ត្រីចំណាស់និងក្មេងប្រុសរិតកំពុងអង្គុយសម្លឹងមកគាត់ស្ត្រីចំណាស់ញញឹមតិចតិចហើយលើកដៃលាបន្ទាប់មករថយន្តនោះក៏បាត់ចូលទៅក្នុងអប់ងងឹតមិនត្រឡប់មកវិញទៀតឡើយអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់